តាមបីបង្កើតឋានសួគ៌នៅលើផែនដីឲ្យធំជាងវិសាលវិហាររបស់អឺរ៉ុបដែលព័ទ្ធជុំវិញដោយផ្លូវទឹកធំធំប្រាសាទដែលរួចផុតពីការឈ្លានពាននិងសង្គ្រាមសម័យជាប្រាសាទមួយក្នុងចំណោមប្រាសាទអច្ឆរិយៈបំផុតលើលោកគឺអង្គរវត្តផុសចេញពីទំនាបលិចទឹកនៃទន្លេមេគង្គនៅកម្ពុជាកណ្ដាលគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទដ៏អស្ចារ្យបំផុតនៅក្នុងលោកនេះគឺប្រាសាទអង្គរវត្តធ្លាប់ជាប្រាសាទសាសនាហិណ្ឌូបច្ចុប្បន្នជាបូជនីយដ្ឋានដ៏ស្រស់ត្រកាលសម្រាប់យុគសម័យថ្មីរបស់កម្ពុជាប្រជាជនសម័យបុរាណនៅភាគខាងកើតគឺចាប់ផ្ដើមនៅទីនេះប៉ុន្តែតំបន់អង្គរគឺមិនត្រឹមតែជាកន្លែងដែលមានប្រាសាទពិសិដ្ឋទេនៅលើទឹកដីដ៏រុងរឿងមួយនេះចាប់តាំងពីប្រភពទន្លេដ៏អស្ចារ្យរហូតដល់សមុទ្រប្រាសាទនិងទីអាសនៈអាចត្រូវបានគេឃើញនៅគ្រប់ទីកន្លែងនៅទីនេះមនុស្សនិងវិញ្ញាណអាទិទេពគឺរស់នៅក្រុងអង្គរបានរក្សាសភាពដដែលដូចទៅនឹងអ្វីដែលពិពណ៌នានៅក្នុងសៀវភៅរបស់លោកចៅតាខ្វាន់កាលពី700ឆ្នាំមុនដែលផ្នែកមួយនៃសៀវភៅបាននិយាយថាបរិវេណជាង10គីឡូម៉ែត្រនឹងមានខ្លោងទ្វារ5ខ្លោងទ្វារនីមួយៗមានទាហានយាមការពី2នាក់នៅទិសខាងកើតមានទ្វារខ្លោងទ្វារ2ខណៈពេលដែលទិសដទៃទៀតមានតែខ្លោងទ្វារមួយប៉ុណ្ណោះខ្លោងទ្វារទាំង5មានលក្ខណៈស្រដៀងគ្នាត្រាស់ទឹករាជធានីដែលមានស្ពាននៅពីលើនោះផងមានទំហំធំហើយជ្រៅស្ពាននីមួយៗត្រូវបានអមដោយទេវៈថ្មចំនួន54បង្កាន់ដៃស្ពានដែលធ្វើអំពីថ្មគឺត្រូវបានឆ្លាក់ជារូបពស់នាគរាជដែលមានក្បាល9ទេវៈថ្មទាំង54ហាក់កំពុងទាញពស់នាគរាជឡើងទៅលើភ្ញៀវទេសចរដែលមកទស្សនាទីក្រុងអង្គរតែងតែយល់ថាពួកគេកំពុងស្ថិតនៅក្នុងសុបិនដែលមិនចេះចប់ដូច្នេះដែរសំណង់ប្រវត្តិសាស្ត្រនៅក្នុងក្រុងអង្គរគឺជាការលាយបញ្ចូលគ្នារវាងគំនិតស្រមើស្រមៃដែលមិននឹកស្មានដល់រចនាបថធរណីមាត្រដ៏ស្មុគស្មាញនិងបច្ចេកទេសក្នុងការសាងសង់យ៉ាងល្អឆើនពួកគេក៏បានបញ្ចូលនៅទេពកោសល្យដ៏ប៉ិនប្រសប់និងអាថ៌កំបាំងព្រមទាំងលក្ខណៈពិសេសអស្ចារ្យចូលគ្នាជាមួយនឹងជីវិតពិតផងដែរនៅក្នុងឆ្នាំ1112នៃគ្រិស្តសករាជព្រះបាទសូរ្យវរ្ម័នទី2បានឡើងគ្រងរាជ្យជាស្ដេចនៃប្រទេសកម្ពុជាកំណត់ត្រាប្រវត្តិសាស្ត្របាននិយាយថាទ្រង់គឺជាស្ដេចប្រកបដោយគុណធម៌ល្អទ្រង់អាចធ្វើឲ្យផ្កាឈូករីកបានហើយក៏អាចធ្វើឲ្យអ្វីៗរីកលូតលាស់បានល្អទៀតផងហើយវាជាការពិតណាស់ដែលថាកំឡុងពេលព្រះអង្គសោយរាជ្យប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលខ្លាំងបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ហើយក៏ជាសម័យកាលដ៏រុងរឿងនៃស្ថាបត្យកម្មអង្គរផងដែរហើយកំឡុងពេលដ៏ល្បីល្បាញនេះឯងដែលប្រាសាទអង្គរវត្តត្រូវបានគេកសាងឡើងសំណង់ដែលល្បីល្បាញបំផុតនៅក្នុងក្រុងអង្គរគឺប្រាសាទអង្គរវត្តដែលត្រូវបានគេសាងសង់ឡើងក្នុងសម័យអង្គរទី2ប្រាសាទអង្គរវត្តគឺត្រូវបានគេឲ្យឈ្មោះថាទីសក្ការៈបូជាព្រះវិស្ណុផងដែរមូលហេតុដោយសារព្រះបាទសូរ្យវរ្ម័នទី2គោរពបូជាព្រះវិស្ណុដែលជាទេវៈថែរក្សាការពារនៃសាសនាហិណ្ឌូហើយព្រះអង្គក៏បានសាងសង់ប្រាសាទអង្គរវត្តដើម្បីថ្វាយដល់ទេវៈនៃសាសនាហិណ្ឌូព្រះវិស្ណុគឺជាទេវៈនៃសាសនាហិណ្ឌូមានតួនាទីជាអ្នកគ្រប់គ្រងលើចក្រវាឡមានរឿងនិទានមួយដំណាលថាព្រះវិស្ណុផ្ទុំនៅលើខ្លួនពស់នាគរាជឈ្មោះសេនិគាឬអនន្តាខណៈពេលដែលព្រះអង្គលង់លក់នៅលើសមុទ្រនៃចក្រវាឡហើយរៀងរាល់ពេលដែលព្រះអង្គផ្ទុំគឺមានរយៈពេល4320ឆ្នាំនៅក្នុងឋានមនុស្សលោករាល់ពេលដែលព្រះអង្គភ្ញាក់ការឈូកនឹងដុះចេញពីផ្ចិតរបស់ទ្រង់ហើយការឈូកនឹងផ្ដល់កំណើតជាព្រះព្រំដែលនឹងចាប់ផ្ដើមបង្កើតពិភពលោកថ្មីមួយយ៉ាងណាមិញក្រោយពេលដែលពិភពលោកថ្មីវិលអស់រយៈពេល4320ឆ្នាំព្រះសិវៈជាទេវៈបំផ្លាញនឹងការកកើតឡើងវិញនិងបំផ្លាញពិភពលោកនោះអាស្រ័យដោយព្រះវិស្ណុផ្ទុំហើយបន្ទាប់ក្រោកឡើងវិញដដែលជាដដែលធ្វើឲ្យចក្រវាឡកើតជាថ្មីហើយបន្ទាប់មកត្រូវបំផ្លាញនៅក្នុងដំណើរវិលចុះឡើងឥតឈប់ឈរ
ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងដោយដុំថ្មធំៗនៅលើដីរាបស្មើជាមួយគ្នានេះដែរប្រាសាទនេះមានសសរធ្វើអំពីថ្មសរុបចំនួន1532ដើមដែលមានទម្ងន់សរុបជាង3000តោនដែលមិនគួរឲ្យជឿហើយជាងនេះទៅទៀតគ្រោងប្រាសាទថ្មទាំងនេះជាប់គ្នាយ៉ាងល្អឥតខ្ចោះដោយគ្មានសារធាតុធ្វើឲ្យស្អិតជាប់គ្នាសូម្បីតែបន្តិចដែលត្រូវបានប្រើដុំថ្មនីមួយៗភាគច្រើនមានទម្ងន់ជាង500គីឡូហើយធ្ងន់បំផុតគឺ10តោនជាជាងខាងត្បូងនិងខាងជើងដែលនេះជាន់ខ្ពស់ជាងគេខុសគ្នាមិនដល់ 0.1% ផង